បាទរួចរាល់ហើយម៉ាស៊ីនកិនស្រូវខ្នាត1ម៉ោង600គីឡូតម្លើងនៅឃុំក្រាំងជែកស្រុកសាមគ្គីមនីជ័យខេត្តកំពង់ស្ពឺបាទរួចរាល់ហើយបាទស្រីខ្នាត1ម៉ោង600គីឡូហើយឡាយពណ៌ក្រហមបាទពាក់ម៉ាស៊ីនម៉ាស៊ីន42សេះយ៉ាងដុងបាទធ្វើដែកក្រាស់មានយោងស្រូវបែរមកមុខអត់ប្រើភ្លើងទេយើងពាក់ដោតទៅជាមួយគ្នាហ្មងយើងជាប់ទៅជាមួយខ្សែពៀនជាមួយគ្នាហ្មងបាទមានកន្លែងញាក់គ្រុសញាក់ថ្មញាក់ការស្មៅបាទខាងនេះញាក់ការស្មៅសម្ដីអីច្រើនអីហ្នឹងគឺមកសម្អាតលើស្រូវស្អាតហើយបានចូលកិនបាទការស្មៅសម្ដីអីគឺចេញមកខាងហ្នឹងបាទចេញមកខាងហ្នឹងហើយចំណែកគ្រួសថ្មឲ្យទៅមកខាងមកខ្សាក់កិនតែបន្តិចមើលសម្ដីអីនឹងការស្មៅមកបាទចឹងសម្អាតលើស្រូវស្អាតហើយចូលកិនចឹងកម្លាំងម៉ាស៊ីនវារត់ធូរបាទមួយខ្នាត1ម៉ោង600គីឡូនេះបាទដាក់យោងបែរមកមុខងាយស្រួលបងប្អូនយកទៅប្រើបាទតម្លើងនៅខេត្តកំពង់ស្ពឺបាទស្រុកសាមគ្គីមនីជ័យនៅឃុំក្រាំងជែកបាទឃុំក្រាំងជែកបាទរួចរាល់ហើយខ្នាត1ម៉ោង600គីឡូប្រភេទនេះចេញទៅកតុម៉ត់ហ្មងអត់ចាំបាច់វាយភាសាទៀតទេបំពាក់ខ្សែពៀនអូសយោងទៅជាមួយគ្នាហ្មងអត់ចាំបាច់ដោតភ្លើងទេពាក់ជាមួយគ្នាទៅហ្មងហើយញាក់ពណ៌ជាងញាក់គ្រុសធំអីគឺមកខាងហ្នឹងបាទមកខាងហ្នឹងហើយញាក់ការស្មៅទៅមកខាងកែខាងជាងគាត់កែឲ្យស្អាតដើម្បីឲ្យបងប្អូនយកទៅប្រើកុំឲ្យពិបាកបាទធ្វើដែកក្រាស់បាទធ្វើដែកក្រាស់ជូនបងប្អូនបាទយកទៅដាក់ទៅលើសាបហ្នឹងកិនក៏បានដែរបាទដាក់លើសាបហ្នឹងឬក៏លើដីកិនក៏បានដែរហើយបើបងប្អូនចង់មុំហ្នឹងចាក់លុបលើដែកហ្នឹងទៀតមួយជាន់ទៀតក៏កាន់តែល្អទៅបាទក៏កាន់តែល្អដែរបាទដាក់លើសាបកិនក៏បានបាទមានតែទីតាំងឲ្យកន្លែងដាក់ទៅបាទពាក់ម៉ាស៊ីន42សេះប្រភេទនេះចេញទៅកតុម៉ត់ហ្មងអត់ចាំបាច់វាយភាសាទៀតទេបាទកតុម៉ត់លេខ1ហ្មងបាទតម្លើងនៅឃុំក្រាំងជែកបាទប្រភេទកតុបាទកតុម៉ត់ខៃបងអត់មានកាមទេគឺកតុចេញទៅទាំងអស់ហ្មង